នៅភូមិសាស្ត្រឃុំដងស្រុកបាទីបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង605ម៉ែត្រទទឹង5ម៉ែត្រតភ្ជាប់ពីភូមិតាណូនទៅកាន់ភូមិស្វាយខមឃុំដងស្រុកបាទីខេត្តតាកែវក្រោមជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍហៅកាត់ថា CFPD តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្រោមអធិបតីភាពឯកឧត្តមកឹមរដ្ឋវិសិទ្ធប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបាទីមេឃុំដងនិងក្រុមប្រឹក្សាឃុំដងមេភូមិទាំង8របស់ឃុំដងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានឃុំដងព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀតតំណាងប្រជាជនរស់នៅឃុំដងលោកណប់ទូចមេឃុំដងបានថ្លែងដោយក្តីរីករាយឥតឧបមានិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកឹមរដ្ឋវិសិទ្ធប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ CFPD ក្នុងការជ្រើសរើសឃុំដងជាទីតាំងអនុវត្តគម្រោងនៃការកាត់បន្ថយភាពក្រីក្រហើយបានរួមចំណែកជាប់ជានិច្ចជាមួយរដ្ឋបាលឃុំដងក្នុងការលើកកម្ពស់ជីវភាពកាន់តែប្រសើរដល់ប្រជាជនឃុំដងលោកមេឃុំបានបន្ថែមថាប្រជាពលរដ្ឋនៅក្នុងឃុំដងមានសំណាងខ្ពស់ណាស់ហើយទាក់ទងនឹងប្រជាជនភូមិតាណូនកាន់តែមានសំណាងដោយភូមិតាណូនត្រូវបានប្រសិទ្ធនាមថាជាភូមិគំរូមិត្តភាពកម្ពុជាចិនហើយវឌ្ឍនភាពនៅក្នុងភូមិតាណូនបានផ្ដល់កលានុវត្តភាពនៃការអភិវឌ្ឍដល់ភូមិដទៃទៀតជាក់ស្ដែងការសាងសង់ផ្លូវបេតុងមួយខ្សែនេះបានធ្វើការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចរបស់ភូមិតាណូនដល់ភូមិស្វាយខមនិងផ្ដល់នូវភាពងាយស្រួលនិងបង្កើនលក្ខខណ្ឌកាន់តែប្រសើរដល់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់ឃុំដងដោយពីមុនពិបាកធ្វើដំណើរបងដោយសារយើងទីមួយអ្នករោងចក្រអីគាត់ធ្វើដំណើរពិបាកចេញចូលអ្នកដឹកអីវ៉ាន់សម្ភារៈរកទទួលទានអីពិបាកបងដោយសារគាត់ផ្លូវពីចង្ហុកច្រើនអញ្ចឹងពិបាកនឹងការធ្វើដំណើរឥឡូវបានឯកឧត្តមចុះជួយធ្វើផ្លូវបេតុងជូនក៏ស្រួលថ្លែងអំណរគុណដល់សម្ព័ន្ធមិត្តចិននិងឯកឧត្តមខេមរដ្ឋពិសិដ្ឋដែលលោកបានជួយជាផ្លូវរហូតក្នុងឃុំដងយើងនេះក្នុងស្រុកបាទីបាទអរគុណជូនពរឲ្យអាដាមរស់ស៊ីទទួលទានមានបានអាយុវែងចាដូចថាបានផ្លូវនឹងមកខ្សែនឹងទៀតយើងទី1យើងទៅមណ្ឌលសុខភាពក៏ស្រួលហើយវាឆាប់វាលឿនជាងមុនណាហើយទី2ក្មេងសិស្សសាលាបានស្រួលទៅរៀនហើយទី3យើងប្រជាជនដែលធ្វើដំណើរទៅវត្តទៅវាយាយតាហ្នឹងក៏គាត់មានស្រួលលេងប្រឡាក់ផុកប្រឡាក់អីសូមថ្លែងអំណរគុណដល់លោកឯកឧត្តមកឹមរដ្ឋវិសិទ្ធដែលគាត់ខំខ្នះខ្នែងជួយដល់ក្នុងភូមិស្វាយខមហើយតំណនព្រោះតាំងពីគាត់បានមកក្នុងភូមិដងយើងហ្នឹងគឺបានស្អាតបានផ្លូវល្អសម្រាប់ប្រជាជនស្រួលធ្វើដំណើរយប់ប្រលប់អីយើងបានសូឡាភ្លឺទៀតអាងឹតក៏យើងទៅរួចដែរសំខាន់វាភ្លឺដូចពេញដែរឥឡូវក្នុងនាមប្រជាជនទាំងអស់រស់នៅស្រុកបាទីលោកភួនឈឹមអភិបាលនៃគណៈអភិបាលស្រុកបាទីបានមានប្រសាសន៍ថាស្រុកបាទីកំពុងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាទីដែលមានឯកឧត្តមកឹមរដ្ឋវិសិទ្ធជាប្រធានហើយលោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងប្រពៃរវាង CFPD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់លើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានលោកក៏បានយកឱកាសនេះអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានិងប្រើប្រាស់ផ្លូវនេះឲ្យបានយូរអង្វែងព្រោះផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលការធ្វើដំណើរទៅសាលារៀនមន្ទីរពេទ្យនិងទីផ្សារព្រមទាំងជួយកាត់បន្ថយការលំបាកក្នុងរដូវវស្សាក្នុងនាមម្ចាស់ជំនួយឯកឧត្តមកឹមរដ្ឋពិសិដ្ឋបានមានប្រសាសន៍ថាការសាងសង់ផ្លូវបេតុងខ្សែនេះ
បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការស្ដារនិងអភិវឌ្ឍជនបទហើយគម្រោងនេះជាសមិទ្ធផលថ្មីបន្ថែមទៀតប្រកបដោយអត្ថន័យដែលបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង CFPD ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអាយុដំបានបញ្ជាក់ថាផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធ្វើដំណើរទេប៉ុន្តែជាផ្លូវនៃការអភិវឌ្ឍដែលនាំឲ្យមានការតភ្ជាប់សេដ្ឋកិច្ចសង្គមនិងវប្បធម៌រវាងសហគមន៍ក្នុងតំបន់គូបញ្ជាក់ផងដែរថាសមិទ្ធផលទាំងអស់នៅក្នុងភូមិតាណូនរួមមានផ្លូវបេតុងខ្វែងខ្វាន់មានអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានស្ថានីយ៍ទឹកស្អាតមានអគារពិហុបំណងមានអណ្ដូងទឹកមានបៃតងភាពនិងការអភិវឌ្ឍលើគ្រប់ទិដ្ឋភាពបានប្រសូតចេញពីកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិង CFPD ហើយការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង605ម៉ែត្រនាពេលនេះដែលត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយបន្ថែមទៀតសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានការចូលរួមដំណើរការសេវាសង្គមនិងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចក្នុងសហគមន៍ឃុំដងទាំងមូលឲ្យកាន់តែរឹងមាំនិងប្រកបដោយចីរភាព